ហើយអារុនសួស្ដីបងប្អូនទាំងអស់គ្នាបើតាពីឡាយហើយព្រឹកឡើងប្រៃឲ្យវ៉ាន់មួយទៀតដែរអានេះពូជថ្មីបងប្អូនណាពូជអរណាស្បៃវែងហើយយើងមានពណ៌ប្លែកពីគ្នាដែរនេះយើងបានពង4ធុងហើយបាន4ធុងហើយចឹងទៅយើងបានពូជថ្មីលេងណាទៀតបងប្អូនហើយពូជនឹងស្អាតណារៀងខ្លីរៀងខ្លីមាន Panda មាន Tree Color មានកសឡាដែរអត់សំទោសមាន Calico កសឡាដែរស្បៃវែងកសឡាក៏មានស្បៃវែង Panda ក៏មានស្បៃវែង Tree Color ក៏មានចឹងដាក់ឲ្យវាគ្រប់ពូជមើលមានពូជអីទៀតយើងដាក់ទៀតតែឥឡូវកំពុងតែមានពូជថ្មីបដាយើងដាក់បដាឥឡូវយើងបានកូន4សម្បុកហើយកូន4តែហើយអាទិត្យក្រោយប្រហែលជាអាចដាក់ពូជនឹងខ្លះដោយសារតែយើងបង្កើតបានខ្លះដែរហើយព្រោះនេះមេបាយើងទិញមកទុកដើម្បីឲ្យធ្វើពូជតែយើងបានពូជខ្លះហើយអញ្ចឹងអាចនឹងបង្កើតអត់សំទោសអាចនឹងលក់ជូនបងប្អូនខ្លះលេងដើម្បីសោះទៅព្រោះទៅអស់ត្រីនេះបងប្អូនមកពងវាមើលមិនសូវឃើញទេមេឃព្រឹកទុំហើយក្រោយឃើញទឹកអត់ខ្វែមទេតែលើកតែមកនឹងខ្វាំងឡើយពួកនោះក្នុង Panda ហើយសាកូរ៉ាយើងអស់ហើយដកបងស្លាប់បកាយកមិញនេះសល់តែប្រហែលក្របហ្នឹងឯងសល់ប្រហែលក្របហ្នឹង2 4 6 8 10ហើយនេះជីដូរទឹកបដាទៀតហើយនេះក្បាច់ថ្មីមួយទៀតដែរបងប្អូនភ្លេចប្រាប់យកមិញបើយើងសង្ស័យថាខែល្ងាមិនច្បាស់លាស់អីយើងអាចប្រហូរទឹកចូលរ៉ែទៅតិចទេហើយការល្ងារបស់វាទៅប្រហែលថ្ងៃទេការល្ងារបស់វាទៅប្រហែលថ្ងៃទេយើងបញ្ចូលទឹករ៉ែតិចចឹងទៅដាក់ទឹករាំងជ្រៅតិចមកហើយចូលទឹករ៉ែអានោះសាត្រីបងប្អូនទាំងអស់យកមិញវាយើងដាក់ជ្រឿផ្សេងគ្នាចឹងឯងអានេះអស់ហើយទឹកខ្មៅតែយើងបញ្ចូលទឹករ៉ែចឹងមកដើម្បីឲ្យមានទឹកចូលថ្មីរហូតអញ្ចឹងវាអត់សូវត្រជាក់ទេតែមើលបងប្អូនមើលសពព្រឹកត្រីហើយត្រយវាអត់មានអីទាំងអស់អានេះទឹកថ្មីសម្រាប់ដូរត្រីណាសុខភាពវាល្អអត់មានក្របណាមួយខ្សោយក្របមួយណាអន់ទេតែទឹកខ្មៅបន្តិចនេះជាមួយដួសឲ្យមើលទេខ្លះចង់ដួសឲ្យបងប្អូននេះដាក់ចំណីហើយផងទេបើមិនទាន់ដាក់ចំណីទេវាហែលមកបញ្ញាយយ៉ាងទៅណាអានេះខែល្ងាបងណាត្រីខ្ញុំអត់មានស្ទួកមានអីទេមើលចុះអត់មានស្ទួកអត់មានណែស្ព្រីស្ព្រូអីទេនេះអានេះដាក់ចំណីហើយទៀតបើមិនទាន់ដាក់ចំណីហែលមកលឿនយ៉ាងនេះទៀតហើយហ្នឹងហើយបងប្អូន